បាទជម្រាបសួរបងប្អូនបាទហ្នឹងហើយថ្ងៃនេះគឺយើងមកមើលអំពីកូនកង្កែបរបស់យើងស៊ីចំណីហ្នឹងណាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំចង់មកឆ្លើយសំណួរទាក់ទងទៅនឹងការចិញ្ចឹមកង្កែបខ្លះៗអញ្ចឹងណាបាទអញ្ចឹងការចិញ្ចឹមកង្កែបវាអត់មានអ្វីស្មុគស្មាញច្រើនអត់មានអ្វីជាបញ្ហាច្រើនទេអញ្ចឹងណាបាទការចិញ្ចឹមកង្កែបរឿងសំខាន់គឺមានមួយចំនួនដូចជាកត្តាពូជបាទកត្តាពូជកត្តាចំណីកត្តាថែទាំបាទនិងកត្តាទីផ្សារបាទអញ្ចឹងកត្តាពូជគឺសម្រាប់បងប្អូនយើងអ្នកដែលថ្មីដែលគាត់ទិញកូនយើងត្រូវរើសពូជឲ្យបានត្រឹមត្រូវយើងត្រូវច្បាស់ថាកូនពូជនោះវាមានសុខភាពល្អណាបាទมันមានដំបៅมันមានអឺអឺដាច់ដៃដាច់ជើងណាតែពិការអីចឹងណាបាទកង្កែបក៏មានពិការអីដែរតែអានឹងវាតិចតួចទេតែសំខាន់គឺតើតើទៅនឹងសុខភាពរបស់វាស៊ីចំណីបានល្អវារហ័សរហួនណាបាទมันមានដំបៅមានអ្វីជាដើមណាបាទហើយតើតើទៅនឹងការថែទាំគឺសម្រាប់ជំងឺវាមិនសូវជាមានទេសម្រាប់កង្កែបសាច់បាទហើយការថែទាំគឺចំណីគឺយើងត្រូវដាក់ឲ្យវាស៊ីបានត្រឹមត្រូវបាទត្រឹមត្រូវកង្កែបជាទូទៅសម្រាប់កង្កែបតូចៗចេះយើងមួយថ្ងៃ3ដងតែសម្រាប់កង្កែបចាប់ពីប៉ុណ្ដូចថា21គីឡូបាទ21គីឡូ5ដល់1គីឡូគឺយើងដាក់ឲ្យស៊ីមួយថ្ងៃតែ2ដងទេណាបាទ2ដងទេហើយកង្កែបនេះទៀតសោតគឺវាស៊ីចំណីយើងដាក់ចំណីសម្រាប់ឲ្យស៊ីហើយចំណីដែលយើងដាក់ឲ្យស៊ីគឺចំណីដែលវាអណ្ដែតដូចបងប្អូនឃើញនេះចំណីវាក្របអញ្ចឹងណាបាទហើយចំណីក្របនេះទៀតគឺវាអត់ស៊ីចំណីដែលដូចថាវានៅតូចអញ្ចឹងវាស៊ីចំណីក្របតូចប៉ុណ្ណេះណាបាទតូចប៉ុណ្ណេះតែនៅពេលដែលវាធំតិចទៀតទៅគឺវាស៊ីចំណីក្របធំបាទធំជាងនេះណាបាទហ្នឹងជាធម្មជាតិរបស់វាលោតចូលដល់ក្របប៉ុណ្គូដៃបាទហ្នឹងសម្រាប់កែបធំកែបដែលយើងចិត្តចាប់លក់នឹងកែបមេពូជណាកែបមេពូជបាទហើយតកតងទៅនឹងការថែទាំគឺយើងដុសទឹកមួយថ្ងៃ2ដងហើយរបៀបនៃការធ្វើទ្រុងយើងអាចធ្វើបានច្រើនប្រភេទបាទប្រភេទដូចជាតង់នេះជាដើមអាចធ្វើជារៀបជាអាងស៊ីម៉ងឬក៏យើងដាក់ក្នុងហាប៉ាបដាទឹកបាទហ្នឹងក៏បានហើយតកតងទៅនឹងការចិញ្ចឹមក្នុងតង់នេះទៀតយើងអាចដាក់ទឹកតិចចេះក៏បានឬក៏យើងអាចដាក់ទឹកច្រើនទឹកត្រឹមទឹកពីទឹកអីប៉ុន្តែយើងត្រូវមានចូលដើម្បីបដែតបើយើងអត់មានចូលបដែតចេះទេអត់មានចូលបដែតទេយើងអាចដាក់ចេះណាបាទហើយយើងអាចដាក់ទឹកឆិចចេះបានបាទអញ្ចឹងសរុបរួមមកវិញតទៅទៅនឹងការចិញ្ចឹមនេះវាមានចំណុចសំខាន់ចំនួនមួយចំនួនបាទដូចខ្ញុំបានលើកឡើងហ្នឹងទី1គឺកត្តាពូជយើងត្រូវរើសពូជដែលមានសុខភាពល្អបាទមិនមានតបៅមិនស្គមបាទរហ័សរហួនស៊ីចំណីល្អបាទដូចសកម្មភាពកែបនេះស្រាប់ហើយកែបដែលសុខភាពល្អគឺជាច្រើនគឺយើងព្រោះថាយើងមិនដឹងថាមើលមិនយើងមើលកែបដែលមានដែលមិនស្គមធាត់រហ័សរហួនអាហ្នឹងគឺយើងអាចយកមកចាំបានហើយការថែទាំតកតងនឹងថ្នាំអីមិនមានអ្វីជាច្រើនទេបាទយើងចាំបែបធម្មជាតិមិនមានប្រើថ្នាំអីក៏បានដែរសម្រាប់យើងកែបសាច់បាទហើយតកតងទៅនឹងរឿងទ្រុងបាទយើងតាមតំបន់តាមលក្ខខណ្ឌជាក់ស្ដែងបាទយើងចង់មានស្រះយើងក៏ដាក់ក្នុងស្រះទៅយើងអត់មានស្រះទេក៏យើងដាក់តង់ទៅអញ្ចឹងណាបាទហ្នឹងហើយបើយើងមានស្នោមានជ័របដែតលើទឹកយើងចង់ដាក់ទឹកច្រើនក៏បានហើយតែបើយើងអត់មានស្នោឬក៏ជ័របដែតទេយើងដាក់ទឹកតិចចេះអញ្ចឹងណាបាទហើយតកតងទៅនឹងរឿងទីផ្សារចំពោះរឿងទីផ្សារពេលដែលយើងទិញទៅដូចតែបងប្អូនដែលទិញពីខាងខ្ញុំអីគឺខ្ញុំមានម៉ូយអញ្ចឹងណាបាទមានម៉ូយមានស្ករម៉ូយអញ្ចឹងអាចទម្លាក់ម៉ូយឲ្យបាទអាហ្នឹងគឺជាវិធីសាស្ត្រដំបូងហើយសម្រាប់យើងដៃថ្មីសម្រាប់យើងដៃថ្មីគឺយើងម៉ូយគឺយើងអាស្រ័យលើអ្នកលក់កូនណាព្រោះអ្នកដែលចិញ្ចឹមយូរគាត់អាចមានស្គាល់ណាបាទមានស្គាល់ម៉ូយស្គាល់អីចឹងទៅបាទហ្នឹងហើយ
ហើយតកតងទៅនឹងការចិញ្ចឹមទៀតគឺយើងចន្លោះនៃការចិញ្ចឹមគឺយើងចិញ្ចឹមចាប់ពីខែ3ទៅណាកូនបាទយើងមានកូនដាក់ចិញ្ចឹមគឺពីខែ3រហូតដល់ខែ9ខែ10បាទគឺត្រឹមខែ10ហ្នឹងគឺយើងចាប់ផ្ដើមអស់កូនហើយណាបាទកូនគឺមិនថាមូលហេតុអីបានវាអត់មានកូនបាទដោយសារថារដូវហ្នឹងគឺវាចូលទៅរដូវរងាទៅជះអញ្ចឹងគឺកង្កែបគឺវាអស់ពងហើយវាមិនអាចមានពងទៀតទេអញ្ចឹងណាបាទអញ្ចឹងខែដែលយើងចាំសំស្របសម្រាប់អ្នកយើងដៃថ្មីគឺយើងចាំនៅខែប្រាំងចន្លោះពីខែ3ទៅដល់ខែ8អីណាខែ7ហើយខែ8អីអញ្ចឹងណាបាទនឹងល្អហើយចូលដល់ខែ9ខែ10ខែ11ក៏យើងចាំបានដែរតែគ្រាន់ថាវារៀងដូចថាធំយឺតបាទពូកង្កែបនេះវាជាសត្វដែលស៊ីអាកាសធាតុក្តៅបាទអត់ត្រូវចូលចិត្តត្រជាក់ទេបាទតែចូលដល់រដូវត្រជាក់វាអត់ស៊ីចំណីអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគឺបច្ចេកទេសខ្លះគឺខ្ញុំជំរាបជូនបានប៉ុណ្ណឹងហើយបងប្អូនយើងមានបញ្ហាមានចង្អល់អីអាចតាក់ទងសួរបន្ថែមណាតាក់ទងសួរបន្ថែមតាក់ទងការចាំកៅអីហ្នឹងបាទព្រោះក្នុងវីដេអូខ្ញុំនិយាយជាគោលហ្នឹងណាហើយបងប្អូនយើងមានចង្អល់អីទៀតគឺអាចតាក់ទងសួរបានបាទហ្នឹងហើយចឹងវីដេអូមួយហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងការចាំកាយបងប្អូនបាទហ្នឹងហើយចឹងអរគុណច្រើន